ចុងភៅគ្រប់គ្នាគេឆាម្ហូបឆាបាយតែចម្លែកអីតែចុងភៅមួយនេះគឺគាត់យកតែមកឆាទៅវិញបាទអញ្ចឹងធ្វើឲ្យចុងភៅនៅក្នុងហាងនេះគឺមានការភ្ញាក់ផ្អើលមែនទែនមិនដឹងថាគាត់ចុងភៅហ្នឹងគាត់បែកកំណត់មិនគឺយកតែទាំងកញ្ចប់តែម្ដងបាទគឺយកមកឆុងទាំងផ្លាស្ទិកបាទមិនដឹងថាគាត់ធ្វើម្ហូបស្អីគេទេអញ្ចឹងហេតុអីបានជាយើងយកតែហ្នឹងឲ្យចុងភៅឆាហេតុអីបានជាចុងភៅហ្នឹងឆាតែទៅវិញ ដោយសារតែយើងចង់បានពាក្យថាឆាហ្នឹងបាទអាពាក្យឆាហ្នឹងវាមានសលេងស្តៀងជាមួយទៅនឹងពាក្យចិនដែលអានថាឆាហើយឆាហ្នឹងទៀតសោះវាមានន័យថាតែហ្នឹងតែម្ដងបាទអញ្ចឹងបើសិនជាយើងនិយាយថាឆាតែយើងអាចនិយាយថាឆាបាទអាពាក្យឆាហ្នឹងវាធ្វើឲ្យយើងនឹកឃើញទៅដល់ពាក្យតែដែលភាសាចិនអានថាឆាតែម្ដងបាទអញ្ចឹងទំនាក់ទំនងមួយនេះវាគ្រប់គ្រាន់ដើម្បីឲ្យយើងចាំពាក្យហ្នឹងឯងបាទយើងគ្រាន់តែមើលរូបភាពមិនបាច់តន់និយាយ Pin in មិនបាច់តន់និយាយអក្សរចិនទេ បាទគ្រាន់តែសួរអ្នកគេថាតែចឹងតែម៉េចមើលរូបភាពអូតែឆាបាទតែយើងត្រូវចេះ Pin in ហើយនិងអក្សរចិនដែរព្រោះអីយើងរៀនចិនបាទយើងប្រើរូបភាពគ្រាន់តែជាការជំនួយមួយទៀតដើម្បីយើងងាយស្រួលក្នុងការរនឹកទៅកាន់ពាក្យណាមួយដែលយើងចង់រៀនបាទអញ្ចឹងនៅទីនេះយើងធ្លាប់ស្គាល់ម្ដងហើយ CA គឺយើងអានថា 吃 បាទ 吃 អណ្ដាតកោងឡើងលើបាទ 吃 សលេងទី2ម្ដង 吃 ឆាសលេងទី2ណាឆាអញ្ចឹងឆាយើងបកថាតែចំណែកឯអក្សររបស់វាវិញ មើលទៅគឺប្រៀបដូចជាស្លឹកឥសីបាទផឹកតែក្រោមដើមឥសីមានតុបាទមានពែងបាទមានតែអញ្ចឹងរូបភាពមួយនេះវាមានទ្រង់ទ្រាយប្រដូចគ្នាទៅនឹងបាទអក្សរចិនថាឆានឹងតែម្ដងថាតែនឹងតែម្ដងបាទដោយការយើងមើលរូបភាពចាំយើងអាចសរសេរទៅតាមគំនូសរបស់វាធ្វើឲ្យយើងសរសេរចំណាយពេលតិចចំណាយកម្លាំងតិចជាងមុនប៉ុន្តែយើងចាំបានយូរជាងមុនដោយសារតែយើងមានរូបភាពជាជំនួយបាទ ចំពោះអ្នកទាំងអស់គ្នាចង់មកខាននិយាយភាសាចិននៅកាន់តែស្ទាត់អ្នកទាំងអស់គ្នាអាចខមមិនខាងក្រោមឬក៏ចុចប៊ូតុង Send Message 如果大家想跟我们练习口语，可以联系我们，在评论里面写一下，或者给我们发个消息吧。